គេគ្រប់គ្នាគិតថានាងគឺជាស្ត្រីមុខលុយប៉ុន្តែមិនដឹងការពិតពីការងាររបស់នាងវិញម្នាក់ស្ទើរតែស្រក់ទឹកភ្នែកមនុស្សភាគច្រើនប្រហែលនឹងបដិសេធភ្លាមមិនប្រុសតែការងារនេះពិបាកនោះទេប៉ុន្តែប្រុសតែការងារនេះត្រូវប្រឈមនឹងសាកសពជាមួយនឹងទឹកមុខដែលស្លេកស្លាំងសូម្បីតែអ្នកខ្លះមិនចង់មើលប៉ុន្តែនេះគឺជាការងាររបស់នាងមនុស្សខ្លះសូម្បីតែមិនហ៊ានដើរចូលក្នុងបន្ទប់សាកសពផងតែស្ត្រីម្នាក់នេះដែលជ្រើសរើសចូលដើរទៅទីនោះជារៀងរាល់ថ្ងៃស្ត្រីរូបនេះមានឈ្មោះថា Ellen Goss នាងមានសញ្ជាតិម៉ាឡេស៊ីមានដើមកំណើតពីទីក្រុងម៉ូអារដ្ឋជូហូប្រទេសម៉ាឡេស៊ីមានអាយុ41ឆ្នាំនៅពេលផ្ដល់បទសម្ភាសន៍ចុងឆ្នាំ2024មុនចូលវិស័យនេះនាងធ្លាប់ធ្វើការនៅធនាគារអស់រយៈពេល7ឆ្នាំនាងបានចូលប្រឡូកអាជីវកម្មផាត់មុខអុយសាកសពចាប់តាំងពីឆ្នាំ2012និងទទួលវគ្គបណ្ដុះបណ្ដាលជំនាញនៅប្រទេសជប៉ុនហ្វីលីពីនសិង្ហបុរីនិងតៃវ៉ាន់ជាមធ្យមនាងរៀបចំ make up អុយសាកសពប្រហែល60នាក់ជាងក្នុងមួយខែគ្មាននរណាម្នាក់គិតថានាងនឹងបោះបង់ការងារនោះចោលនោះទេហើយក៏ជ្រើសរើសយកការងារដែលមនុស្សភាគច្រើនខ្លាចរអាតែជីវិតរបស់នាងបានផ្លាស់ប្ដូរដោយសារតែហេតុការណ៍ដល់ឈឺចាប់មួយកាលនាងនៅពីក្មេងបងប្រុសរបស់នាងបានស្លាប់ដោយគ្រោះថ្នាក់នៅថ្ងៃបុណ្យសពគ្រួសារទាំងមូលបានជួបជុំគ្នាដើម្បីនិយាយពាក្យជាលើកចុងក្រោយប៉ុន្តែនាងឈរមើលទឹកមុខបងប្រុសរបស់នាងមានអារម្មណ៍ថាបេះដូងស្ទើរតែបែកខ្ទេចទឹកមុខរបស់បងប្រុសរបស់នាងមិនដូចពេលគាត់នៅរស់ការផាត់មុខនិងការរៀបចំសពមិនអាចបង្ហាញរូបរាងធម្មជាតិរបស់បងនាងបានមនុស្សពេញវ័យម្នាក់បែរជាមើលទៅចាស់និងខុសប្លែកពីអ្វីដែលគ្រួសាររបស់នាងចងចាំរូបភាពនេះបានជាប់ក្នុងចិត្តរបស់នាងជាច្រើនឆ្នាំរាល់ពេលនឹកដល់បងប្រុសរបស់នាងតែងសួរខ្លួនឯងថាបើមាននរណាម្នាក់ធ្វើបានល្អជាងនេះតើការលាចុងក្រោយរបស់គ្រួសារយើងប្រហែលជាមានភាពស្ងប់ស្ងាត់ជាងនេះសំណួរនេះបានក្លាយជាចម្លើយនៃជីវិតរបស់នាងបានលាឈប់ពីការងារធនាគារហើយចាប់ផ្ដើមរៀនជំនាញផាត់មុខអុយសាកសពនិងការថែទាំសពមនុស្សជាច្រើនមិនយល់ពីការសម្រេចចិត្តរបស់នាងអ្នកខ្លះទៀតថានាងឈួតខ្លះទៀតគិតថានាងធ្វើប្រុសតែប្រាក់ខែខ្ពស់ប៉ុន្តែនាងបានឆ្លើយតបយ៉ាងសាមញ្ញថាខ្ញុំចង់ឲ្យគ្រួសារនីមួយៗបានឃើញមនុស្សជាទីស្រឡាញ់របស់ពួកគេក្នុងសភាពដែលស្រស់ស្អាតមុនពេលលាគ្នាជារៀងរហូតចាប់តាំងពីថ្ងៃនោះមកនាងបានផាត់មុខអុយសាកសពជាច្រើនអ្នកខ្លះស្លាប់ដោយសារជំងឺអ្នកខ្លះទៀតគ្រោះថ្នាក់ធ្ងន់ធ្ងរករណីខ្លះត្រូវចំណាយពេលរាប់ម៉ោងដើម្បីជួសជុលស្នាមរបួសនិងរៀបចំទឹកមុខឲ្យមើលទៅបែបធម្មជាតិដើម្បីឲ្យគ្រួសារមានអនុស្សាវរីយ៍ចុងក្រោយប្រសើរជាងមុនហើយមនុស្សជាច្រើននៅតែសួរនាងថាតើការងារនេះប្រាក់ខែខ្ពស់ជាងការផាត់មុខឲ្យមនុស្សរស់មែនឬទេនាងបានបញ្ជាក់ប្រាប់ថាប្រាក់ចំណូលមិនថិតថេរទេអាស្រ័យទៅលើជីវភាពគ្រួសារនិងទីកន្លែងចិត្តឬឆ្ងាយហើយជាពិសេសសំខាន់បំផុតគឺបទពិសោធន៍និងភាពក្លាហានម៉ឺងម៉ាត់ក្នុងការបំពេញការងារអ្វីដែលនាងពេញចិត្តនឹងធ្វើការងារនេះដោយចេញពីចិត្តនិងបេះដូងរបស់នាងគឺអរគុណច្រើនគាត់មើលទៅនៅតែមានស្នាមញញឹមនិងនៅតែស្រស់ស្អាតសម្រាប់អ្នកខ្លះការងារនេះគួរឲ្យខ្លាចប៉ុន្តែសម្រាប់ Ellen Gossវាជាការងារដែលចេញពីចិត្តរបស់នាងនិងក្តីស្រឡាញ់នាងនៅតែបន្តទៀតថានាងមិនអាចនាំអ្នកស្លាប់ឲ្យត្រឡប់មកវិញបានទេប៉ុន្តែអាចជួយឲ្យការលាចុងក្រោយរបស់គេក្លាយជាពេលវេលាដ៏មានន័យនិងកិត្តិយសនិងសេចក្តីស្រឡាញ់ហើយប្រហែលនេះជាការរំលឹកដល់យើងទាំងអស់គ្នាថាការងារខ្លះមនុស្សយើងមើលឃើញតែប្រាក់ខែប៉ុន្តែសម្រាប់ Ellen ការងារនេះគឺជាការងារដែលនាងធ្វើផុសចេញពីដួងចិត្តនិងសេចក្តីស្រឡាញ់របស់នាង